បាទសួស្តីតកានបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺជាវីដេអូថ្មីទាក់ទងជាមួយនឹងការប្រើប្រាស់ជាមួយនឹង channel YouTube របស់យើងដែលជាមេរៀនមួយយើងរៀបចំទៅលើផ្ទាំងពាណិជ្ជកម្មនៅក្នុងវីដេអូរបស់យើងមានចាប់ពីត្រឹម8នាទីឡើងអូខេអញ្ចឹងឥឡូវនេះគឺ channel នេះមាន8វីដេអូហើយវីដេអូនៅក្នុងនោះគឺមានចាប់ពីត្រឹម10នាទី9នាទីអូខេឡើងទៅលើអញ្ចឹងខ្ញុំធ្វើការរៀបចំទាំងអស់ឡើងវិញអ្វីយើងត្រូវរៀបចំគឺយើងត្រូវចុចទៅលើ edit នេះទូនេះខ្មៅបន្តមកទៀតគឺយើងត្រូវកលេចមើលឆ្វេងដៃណាពាក្យថា editor អូខេ editor យើងធ្វើការចុច get start ដោយសារយើងដំបូងវាចឹងឯងណាអូខេបន្តមកទៀតយើងធ្វើការមើលទៅលើកន្លែងនេះសញ្ញាដុល្លារគេដាក់ថា add break អូខេយើងធ្វើការចុច edit ខាងមុខនឹងមកហើយយើងធ្វើការចុចកន្លែង add break ក៏បានឬក៏យើងយកថាបងនេះ add break ខាងលើនេះក៏បានអញ្ចឹងជាក្រោមក៏បានឲ្យលើក៏បានយើងចុចក្រោមមួយមកអូខេវានៅខាងមុខមួយអញ្ចឹងនេះមើលសញ្ញាបន្ទាត់ត្រង់របស់វានេះឃើញទេដើម្បីយើងរៀបចំឲ្យត្រូវស្តង់ដារណាអញ្ចឹងយើងដាក់ឲ្យចំអាសញ្ញាបន្ទាត់ហ្នឹងមកបញ្ឆិតបន្តិចបន្តួចអត់អីទេណាហើយយើងធ្វើការចុចបូកគេនេះឆ្វេងដៃនេះអូខេយើងដាក់ឲ្យចំមកនឹងទាំងអស់មកអូខេនឹងការកំណត់ទៅលើផ្ទាំងវិជ្ជកម្មអាចចុងនេះក៏យើងដាក់ដែរនៅពេលកំណត់ចឹងហើយតើយើងត្រូវកំណត់អីទៀតអញ្ចឹងអាកន្លែងផ្ទាំងធំនេះពីចន្លោះពី0វិទៅដល់3នាទីនេះគឺយើងត្រូវចែកពីពាក្យកណ្ដាលយើងចែកឲ្យរៀងធំឆ្វេងស្ដាំគ្នាក៏បានដែរតែយើងចេះដាក់មកចំកណ្ដាលមកយើងស្មើខ្លួនឯងណាហើយចុច add មួយទៀតមកហើយអាកន្លែងប្លោះនេះយើងត្រូវបែងវាជា2ទៀតអូខេអានេះក៏យើងត្រូវបែងវាជា2ដែរហើយប្លោះនេះក៏ដូចគ្នាយើងត្រូវចែកវាជា2ហើយអានេះយើងត្រូវចែកវាជា2ទៀតនេះខាងនេះត្រូវចែកវាជា2ទៀតហើយប្លោះនេះក៏ដូចគ្នាត្រូវចែកដូចគ្នាដែរណាអូខេអាប្លោះធំគឺយើងចែកដូចគ្នាហើយនៅខាងមុខនេះគឺប្លោះទូចយើងដាក់កណ្ដាលតែមួយបានហើយកណ្ដាលតែមួយមកប៉ុណ្ណឹងហើយយើងចុច save អូខេអញ្ចឹងយើងធ្វើការរៀបចំវីដេអូយើងទាំងអស់មកចុច edit បន្តទៀតអូខេចុច get start ទៀតទៅអានេះគឺវារៀបចំផ្ទាំងវិជ្ជកម្មឲ្យយើងស្រាប់ឃើញទេអានេះឃើញមានពាក្យកណ្ដាលស្រាប់ទេប៉ុន្តែអត់មានក្បាលអត់ក្បាលយើងចុច edit នឹងមកហើយចុចបូកខាងមុខក្បាលមួយមកអាកណ្ដាលនេះយើងបូកដែរមកហើយអាគេដែលផ្ទាំងវិជ្ជកម្មយើងវាឲ្យយើងនេះយើងមិនចាំដូរទុកកណ្ដាលទៅយើងគាត់តែបន្ថែមមកយើងគាត់តែបន្ថែមកន្លែងណាដែលយើងត្រូវដាក់ណាអូខេអាលើខ្វះតិចតួចអត់ជាបញ្ហាទេណាចំណុចហ្នឹងគាត់ថាយើងរៀបចំដាក់បន្ថែមឲ្យត្រូវស្តង់ដារតាមដែលយើងរៀបចំហ្នឹងមករៀបចំនេះដើម្បីអីការរៀបចំនេះគឺខ្ញុំរៀបចំដើម្បីឲ្យផ្ទាំងវិជ្ជកម្មដែលតម្លៃទាបគឺថាតម្លៃថោកណាមិនសូវលោតចេញទេប៉ុន្តែបើជាលោតចេញទៅលើពាណិជ្ជកម្មដែលវាមានតម្លៃថ្លៃឬក៏តម្លៃគួរសមណាតម្លៃថោកៗវាចេញដល់ផ្លេចទេអូខេអញ្ចឹងខ្ញុំបានរៀបចំបាន2វីដេអូហើយណាអញ្ចឹងឥឡូវខ្ញុំកលេចមើលទៅលើវីដេអូណាច្រើនជាងគេតិចតោះមិនបាន2នេះហើយឥឡូវវីដេអូនេះគឺមាន50នាទីតោះដាក់នេះមួយទៀតមកឲ្យគ្នាយើងមើលតែម្ដងតោះនេះយើងអាចទៅធ្វើthumbnailឬអីទៅក៏បានដែរខ្ញុំទៅ thumbnail មួយនេះហ្មងទៅហើយអានេះខ្ញុំធ្វើការ edit អូខេខ្ញុំចុច get start អូខេនេះគឺមានស្រាប់ឃើញវាអូតូមានស្រាប់អញ្ចឹងនេះវាធំនេះឃើញទេតោះនេះយើងដាក់មុខនៅនេះមួយមកវាខ្វះនៅមុខយើងដាក់មុខមួយមកហើយនេះយើងដាក់កណ្ដាលត្រេះមួយមកណាគឺកន្លែងណាវាធំពេកដាក់ទៅអូខេដាក់កណ្ដាលនេះទៀតនេះដាក់ចុងកន្ទុយមួយអូខេតោះ save ប៉ុណ្ណឹងបានហើយភាសាវាមានផ្ទាំងវិជ្ជកម្មស្រាប់ហើយអត់ជាបញ្ហាទេប៉ុន្តែខ្ញុំដូរ thumbnail សិន thumbnail នេះវិញហើយចុច save អូខេហើយចំណងជើងយើងអាចដាក់ទៀតក៏បានដែរណាអាចដាក់ស្រេមិនស្រេទៅស្អីយើងដាក់ទេអញ្ចឹងវីដេអូការរៀបចំទៅលើផ្ទាំងវិជ្ជកម្មគឺមានប៉ុណ្ណឹងណាជួបគ្នានៅវីដេអូក្រោយបាយ